បាទសូមជម្រាបសួរបងប្អូនខ្មែរទាំងអស់គ្នាជួបជាមួយខ្ញុំបាទម្ដងទៀតសំណាង Bradley ហើយថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនទៅស្ដាប់បទចម្រៀងមួយបទដែលទើបតែចេញកាលពីម្សិលមិញហើយបទចម្រៀងមួយបទនេះគឺមានចំណងជើងថា Soria ដែលជាម្ចាស់បទរបស់លោក Allergy ហើយនិងព្រះនាង Jena Narodom បាទព្រោះអីខ្ញុំទើបតែបានចូលមើលបទនេះដែរទេបងប្អូនខ្ញុំអត់ទាន់បានមើលឲ្យបានពេញទេខ្ញុំមិនដឹងថាតើអត្ថបទអត្ថន័យនៃបទចម្រៀងមួយនេះគឺមានចម្រូវដល់ថ្នាក់ណានោះទេបាទតែដើម្បីកុំឲ្យរងចាំយូរអញ្ចឹងយើងចូលទៅទស្សនាបទនេះទាំងអស់គ្នាបាទពីភក្តីស្នេហ៍ដែលទទួលបានពរជ័យពីមេដាបៃតាចាស់ទុំទាំងសងខាងតាមប្រពៃណីខ្មែរហាក់ដូចជាគូស្នេហ៍ទេវតាចាមកពីអតីតជាតិបាទសំឡេងអត្ថាធិប្បាយដោយតារាចម្រៀងពហុជំនាញខាត់សុខីមបាទពេលដែលខ្ញុំស្ដាប់ទៅខ្ញុំថាតើសំឡេងគាត់ជាសំឡេងណាគឺជាសំឡេងតារាចម្រៀងខាត់សុខីមប៉ុន្តែពេលដែលគ្រាន់តែចាប់ផ្ដើមមកភ្លាមតែម្ដងណាបងប្អូននិយាយពីមើលទៅគុណភាពហើយនឹងការតុបតែងការថតគឺល្អមែនទែនដូច្នេះខ្ញុំចង់ដឹងថាតើអត្ថន័យយ៉ាងម៉េចទៅផ្នែកចម្រៀងបាទលំដាប់តទៅនេះអនុញ្ញាតឲ្យយើងខ្ញុំនាំអារម្មណ៍ទស្សនិកជនទាំងអស់គ្នាមកសម្ដាប់និងទស្សនាបទចម្រៀងឆ្លងសម័យកាលដែលបកស្រាយដោយលោកអាឡាជីនិងព្រះនាងចេណាដូចតទៅអូចម្រៀងហ្នឹងគឺជាចម្រៀងឆ្លងសម័យកាលបងប្អូនមើលទៅគាត់បានពិសាទឹកនៅពេលដែលគាត់រៀបចំអាពាហ៍ពិពាហ៍នៅសម័យបច្ចុប្បន្នយើងនេះពេលដែលគាត់ញ៉ាំទឹកទឹកស័ក្តិសិទ្ធិហ្នឹងទៅគឺគាត់បានហោះចូលទៅដល់ក្នុងសម័យកាលអតីតកាលបាទខ្ញុំចង់ធ្វើអញ្ចឹងដែរបើសិនបើខ្ញុំមានឱកាសខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំហោះទៅអតីតកាលវិញតើថាជីវិតនិងការរស់នៅនាសម័យអង្គរហ្នឹងគឺមានលក្ខណៈបែបណាបាទចង់ឃើញញញឹមរាល់ថ្ងៃចង់ឃើញសប្បាយ all day ចង់ឲ្យជាប់ all night How you feel alright okay សង្ឃឹមថាអូនយល់ពីអារម្មណ៍បង Girl you got me single love song ចង់ឲ្យស្ដាប់បទនេះដល់រយលីនដងបាទសំឡេងរបស់លោក Allergy គឺព្រោះមែនតើបងប្អូនខ្ញុំមិនដែលស្គាល់គាត់ទេខ្ញុំមិនដឹងថាព្រោះខ្ញុំមិនសូវបានជួយស្ដាប់ឬក៏បានខ្ញុំបានចេញមកពីស្រុកខ្មែរយើងយូរដែរហើយដូច្នេះខ្ញុំអត់សូវមានពេលវេលាដើម្បីបានស្ដាប់និងស្គាល់ចម្រៀងថ្មីចំនួនក្រោយប៉ុន្តែសម្លេងគាត់គឺព្រោះបាទចង់ឃើញញញឹមរាល់ថ្ងៃអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតនោះគឺថាគាត់ហោះពីសម័យកាលមកដល់សម័យអតីតកាលស្លៀកពាក់អាវធំជាមួយនឹងក្រវ៉ាត់កពេលគាត់ទៅដល់សម័យអតីតកាលអត់មានអ្នកណាគេចាប់អារម្មណ៍ជាមួយនឹងខោអាវថ្មីរបស់គាត់សោះបើសិនបើខ្ញុំនៅក្នុងសម័យនោះវិញខ្ញុំនឹងសួរថាចុះខោអាវហ្នឹងមកពីណាក៏មើលទៅដូចប្លែកម្ល៉េះពួកយើងអត់មានខោអាវអញ្ចឹងពាក់ផងបាទមិនត្រឹមតែប៉ុណ្ណោះគឺចង់ឃើញសប្បាយអូទេនិយាយទៅគឺចរិតខ្មែរយើងគឺជាលក្ខណៈចរិតរាក់ទាក់រស់រាយរាក់ទាក់ដូច្នេះទោះបីមិនស្គាល់ក៏ហៅឡើងជារទេគោដែរបាទប៉ុន្តែមិនត្រឹមតែមិនភ្ញាក់ផ្អើលជាមួយនឹងខោអាវថ្មីហើយខោឡើងជារទេគោទៀតចង់ឲ្យជាប់ all night How you feel alright okay សង្ឃឹមថាអូនយល់ពីអារម្មណ៍បង Girl you got me single love song មើលទៅគាត់ដូចវង្វេងជាឆ្ងល់ចេះមកដល់កន្លែងណានេះមកដល់ដូចអត់ស្គាល់សោះមានអីប្លែកម្ល៉េះបាទសំខាន់យើងនិយាយភាសាខ្មែរដូចគ្នាដូច្នេះយើងអាចសួរបានមកស្ដាប់បទនេះដល់រយលីនដងស្នេហ៍យើងភ្លើងមិនតងអូឃើញជួនណាពីអំប្រាប់ថាចង់បែបវាយ៉ាងខ្លាំងចាំមកបំពេញបំណងមកឲ្យគេជាប់ទាំងម៉ាលកានិយាយពីបទចម្រៀងមួយនេះស្ដាប់ហើយគឺចង់តែញាក់ខ្លួនតែម្ដងបងប្អូនបាទសូមកុំប្រកាន់បាទសូមកុំប្រកាន់ប្រែនយូតាមមិនរិញចាំងពលឺជប់ផ្នែកបងចង់ស្វាងខ្ញុំដើរចូលរបស់មកដល់ពួកយើងក៏កាន់តែមានកម្លាំងចំកម្មវិធីបងយើងឆ្លងជីវិតគូតើមកយើងមកសច្ចាតស៊ូតែកម្មវិធីដែលរៀបចំហ្នឹងគឺរៀបចំសម្រាប់ឲ្យគាត់ដែលដឹងថាគាត់មកមុនឬក៏យ៉ាងម៉េចបានជាទាំងអស់គ្នាហាក់បីដូចជាមិនមានការភ្ញាក់ផ្អើលជាមួយនឹងមនុស្សសម័យកាលថ្មីហើយនឹងសម័យកាលបុរាណបាទចូលរមាំងប៉ាមិនចាំយូរលោកមេបាព្រូសន្យាថាអូនដូចកែវនេះត្រាធ្លាប់តែជាបុរសមិនបានការពេលយល់អត្ថន័យក្តីស្នេហាyeah ooh I
នេះគឺជានិស័យជាក្តីសុបិនថ្ងៃនេះលៀបត្រដាងពិធីមង្គលយើងស្លៀកក្បិនចាស់ទុំសងខាងតែជាគូប្រេង 100% អូអូគាត់នេះហើយគាត់បានធ្លាប់បានញ៉ាំទឹកជាមួយគ្នាកាលពីសម័យបច្ចុប្បន្នកាលបាទពីមុនធ្លាប់តែខលខូចពីមុនធ្លាប់តែខ្ជិលនៅពេលបានជួបព្រះនាងតូចមិនដូរគំនិតដល់ចាកំរិលមានអារម្មណ៍ថាយើងទប់ស្គាល់គឺខ្ញុំមើលដំបូងខ្ញុំច្រឡំតែខ្ញុំស្មានតែគាត់នឹងកំពុងតែដើរតួជាមួយនឹងព្រះនាងចេណាតែខ្ញុំតាមពិតគឺគាត់ដើរជាមួយនឹងព្រះនាងផ្សេងមួយទៀតទេបាទមើលទៅខ្ញុំចង់ច្រឡំតែមួយផ្លែខ្ញុំថាគាត់ដើរជាមួយនឹងព្រះនាងចេណាឬក៏ជាមួយនឹងព្រះនាងផ្សេងតាមពិតគឺព្រះនាងផ្សេងអ្វីដែលខ្ញុំចង់និយាយនៅក្នុងកន្លែងក្លឹបមួយនេះគឺខ្ញុំថានិយាយពីទស្សនវិជ្ជាខាងក្រៅជាមួយនឹងប្រាសាទអង្គរវត្តហើយនឹងការតបតែងរបៀបប្រពៃណីរបស់ខ្មែរយើងហ្នឹងគឺស្រស់ស្អាតមែនទែនបងប្អូនបាទអរគ្នាពីម្សិលថ្ងៃនេះបងនឹកដៃជីវ៉ាដើរទៅចូលឲ្យតាស៊ីវិលផ្ទឹមក្បែរនាងចម្រៀងបនបាយខុនចងដៃភ្លេងខ្មែរប្រគំជូនពកគូស្នេហ៍ថ្មីចាំងទុំនឹងលីញៀនមិនធ្វើសាស័យថ្ងៃយើងចូលរោងជ័យមកស្មនដល់ថ្ងៃខ្សែមិនចង់ឲ្យអូនភ័យខ្លាចមិនចង់ឲ្យអូនភ័យព្រួយបងគឺជាមេគ្រួសារពេលនេះមានតែអូនមួយយល់ពីទំនួលខំត្រូវព្រួយបងមានប្រពន្ធហើយធ្វើការងារផ្ទាំងអស់កម្លាំងមកឲ្យយកស្មាបងកើយព្រៀបដូចជាខ្នើយជាងបំពេនោះឡងនៅពេលរាត្រីបងខ្ញុំស្រឡាញ់ថងថាការតបតែងខាងទស្សនវិជ្ជាខាងក្រោយហើយនឹងការរៀបចំជាលក្ខណៈបុរាណហ្នឹងគឺសមខ្លាំងមែនទែននិយាយទៅពេលដែលខ្ញុំមើលហើយគឺទាញអារម្មណ៍ខ្ញុំហ្នឹងទៅដល់សម័យបុរាណកាលតែម្ដងបាទលើកូនបីត្រកងជជែកពីនេះពីនោះប្រោប្រង all night long យប់ជ្រៅពួយយើងគិងពីព្រលឹមណាបងផងសន្យាថាអូនដូចកែវនេះត្រាធ្លាប់តែជាបុរងមិនបានការពេលយល់ស្នេហ៍ក្តីស្នេហ៍នេះគឺជានិស័យជាក្តីសុបិនថ្ងៃនេះលៀបត្រដាងពិធីមង្គលយើងស្លៀកក្បិនចាស់ទុំសងខាងតែជាគូប្រេង 100% អូបាទព្រះនាងចេនឡាព្រះនាងចេណាមានប្រភពស្រស់ស្អាតមែនទែនបាទនិយាយទៅប្រភពព្រះនាងចេណាទោះបីដូចជាគាត់ជាកាត់ខ្មែរហើយនឹងបារាំងប៉ុន្តែមើលទៅប្រភពរបស់ព្រះនាងគឺដូចជាប្រភពរបស់ទេពអប្សរាដែលនៅលើប្រាសាទអង្គរវត្តចឹងបងប្អូននិយាយទៅមើលហើយទៅខ្ញុំមិនអាចនិយាយបានទេYou snappen, snap with even, snap with comedy. For you need grace. Big bag bong group young on right. Big bag bong I see the light. ថាអូនដូចកែវនេះត្រាធ្លាប់តែជាបុរងមិនបានការពេលយល់ស្នេហ៍ក្តីស្នេហ៍នេះគឺជានិស័យបាទស្ដាប់មើលទៅហើយនឹងទស្សនវិជ្ជានៃបទចម្រៀងមួយនេះគឺគួរឲ្យជក់ចិត្តនិងដិតអារម្មណ៍និងដក់ជាប់នៅក្នុងបេះដូងរបស់ខ្ញុំខ្លាំងមែនទែនបងប្អូនមើលទៅគួរឲ្យស្រឡាញ់ហើយក៏សូមសរសើរទៅដល់សិល្បករជំនាន់ក្រោយគឺគាត់បានខិតខំកែច្នៃនិងរកវិធីដើម្បីបានធ្វើនៅអ្វីដែលជាលក្ខណៈប្លែកជារបស់យើងបាទខ្ញុំសូមសរសើរព្រោះអីមើលទៅសម័យឥឡូវគឺបងប្អូនខ្មែរយើងដែលគាត់ភាគឥឡូវយើងចាប់ដើមមានអ្នកចេះដឹងច្រើនមានន័យថាការច្រៀងចម្រៀងនិងការតុបតែងនិងការអ្វីទាំងអស់គ្នាហ្នឹងគឺបានល្អខ្លាំងមែនទែនបាទតែជាក្តីសុបិនថ្ងៃនេះលៀបត្រដាងពិធីមង្គលយើងស្លៀកក្បិនចាស់ទុំសងខាងតែជាគូប្រេង 100% អូ
គាត់បានមកដល់កន្លែងសម័យបច្ចុប្បន្នវិញហើយបាទវ៉ាវបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះប្រសិនបើខ្ញុំនិយាយទៅហើយមានការមិនល្អឬក៏មិនពេញចិត្តយ៉ាងណាក៏សូមមេត្តាខន្តីអភ័យទោសហើយក៏សូមសំណូមពរទៅដល់ម្ចាស់បទផងដែរប្រសិនបើអនុញ្ញាតឲ្យខ្ញុំបាទយកបទនេះមកធ្វើជា reaction ក៏បើលោកចង់ឲ្យខ្ញុំយកវីដេអូចេញខ្ញុំនឹងយកវាចេញបាទហើយសម្រាប់បងប្អូនដែលមិនទាន់បានទស្សនាវីដេអូមួយនេះហើយចង់ទៅមើលវីដេអូពេញក៏សូមអញ្ជើញទៅទស្សនានៅក្នុង YouTube ឬក៏ social media ផ្សេងៗដែលមានចំណងជើងថា Soria ដែលច្រៀងដោយលោក Allergy ហើយនិងព្រះនាង Jaina Narodom បាទហើយខណៈពេលនេះគឺពេលវេលាវាត្រូវបានបញ្ចប់ហើយវីដេអូក៏វាវែងខ្លាំងគួរសមដែរបាទតែបើសិនបងប្អូនចង់មើលវីដេអូដល់ចប់សូមអញ្ជើញទៅមើលនៅក្នុងchannel របស់ពួកគាត់ផ្ទាល់ខ្លួនបាទអរគុណច្រើនគ្នានៅវីដេអូក្រោយទៀតបាទសូមជម្រាបលាជូនពរទាំងអស់គ្នាសុខភាពល្អ